ระยะเพียบ pH ปัจจัยสำคัญสำหรับน้ำมันពិសេសរបស់ស្ត្រីព្រោះថា pH មានតុល្យភាពអាចជួយការពារបាក់តេរីមិនល្អមិនឲ្យកកើតកាលណាបាក់តេរីមិនល្អមិនកកើតស្ត្រីអាចកាត់បន្ថយផលរំខានឬហានិភ័យទៅលើសុខភាពបន្តពូជផងដែរបើសិនជាទឹកអនាម័យនោះបានឆ្លងកាត់បន្ទប់ពិសោធន៍និងបញ្ជាក់ពីគុណភាពថាមានសុវត្ថិភាពអាចប្រើប្រាស់រាល់ថ្ងៃបាននោះយើងអាចប្រើប្រាស់ទឹកអនាម័យជាប្រចាំបានឧទាហរណ៍ដូចជាទឹកអនាម័យ pH Care នេះអញ្ចឹងគេផលិតឡើងក្នុងលក្ខខណ្ឌមួយដែលអនុញ្ញាតឲ្យបងប្អូនស្ត្រីអាចប្រើប្រាស់ជាប្រចាំបាននៅពេលដែលប្អូនជ្រើសទឹកអនាម័យបានត្រឹមត្រូវឧទាហរណ៍ដូចជាទឹកអនាម័យ pH Care ជាដើមការប្រើប្រាស់ទឹកអនាម័យអាចជួយការពារប្អូនពីការឆ្លងបាក់តេរីមិនល្អនានាដែលបង្កើតទៅជាក្លិនមិនល្អដូច្នេះបើប្អូនជ្រើសរើសទឹកអនាម័យគួរសង្កេតទៅលើលក្ខណៈ4យ៉ាងទី1ត្រូវបានត្រួតពិនិត្យដោយខាងសាស្ត្រស្បែកនិងផ្នែករោគស្ត្រីដែលពាក្យបច្ចេកទេសគេហៅថា Dermatology Test and Gynecology Test ទី2មិនធ្វើឲ្យអាឡែស៊ីស្បែកដែលភាសាបច្ចេកទេសគេហៅថា Hypoallergenic Free ទី3មិនមានសារធាតុប៉ារ៉ាបេនព្រោះសារធាតុប៉ារ៉ាបេនជាសារធាតុគីមីដែលគេដាក់នៅក្នុងគ្រឿងសម្អាងដើម្បីពន្យាពេលផុតកំណត់របស់គ្រឿងសម្អាងប៉ុន្តែវាមានផលប៉ះពាល់ទៅដល់សុខភាពអរម៉ូននិងសុខភាពសរីរាង្គបន្តពូជដូច្នេះហើយពេលទិញទឹកអនាម័យឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃត្រូវពិនិត្យមើលផងថាមានជាតិប៉ារ៉ាបេនឬអត់ទី4តុល្យភាព pH មែនទែនទៅតំបន់ពិសេសរបស់ស្ត្រីមានកម្រិតតុល្យភាព pH ពីធម្មជាតិរួចស្រេចមកហើយដូច្នេះបើយើងប្រើប្រាស់ទឹកអនាម័យដែលពុំមានតុល្យភាព pH ឬអាស៊ីតខ្ពស់ពេកឬអាកាឡាំងខ្ពស់ពេកវាអាចប៉ះពាល់ទៅដល់ស្បែកនៅតំបន់ពិសេសទៅវិញដូចនេះពេលស្ត្រីទិញទឹកអនាម័យគួរពិនិត្យទៅលើដបថាតើមានតុល្យភាព pH កម្រិត5ឬទេ